ខ្ញុំសូមលំអោនកាយគោរពស្វាគមន៍ប្រិយមិត្តទាំងអស់គ្នានៅក្នុងរាត្រីថ្ងៃនេះបានវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយនៅក្នុងការនិយាយអំពីរឿងខ្មោចឬក៏វិញ្ញាណអសុរកាយអ្វីផ្សេងដែលបងប្អូនទាំងអស់គ្នាធ្លាប់ជួបឬក៏ធ្លាប់ឆ្លងកាត់ឬក៏បងប្អូនមិនធ្លាប់ជួបទេតែបានធ្លាប់ឮចាស់លោកនិយាយដំណើរតគ្នាប្រាប់អញ្ចឹងនៅក្នុងរាត្រីថ្ងៃហ្នឹងក៏ដូចជារាត្រីមុនដែរខ្ញុំនឹងត្រៀមជាសាច់រឿងដើម្បីនឹងយកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានស្ដាប់លេងកំសាន្តសាច់រឿងនៅក្នុងរាត្រីថ្ងៃហ្នឹងគឺបានមកពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងផលគាត់ជាអ្នករស់នៅខាងខេត្តកំពង់ចាមហើយកាលពីម៉ោង 6 ម្សិលមិញបងផលហ្នឹងគាត់បានផ្ញើជាសាច់រឿងរបស់គាត់ហ្នឹងមកឲ្យខ្ញុំរួចទៅហើយអញ្ចឹងនៅក្នុងរាត្រីថ្ងៃហ្នឹងខ្ញុំនឹងលើកយកសាច់រឿងបងផលហ្នឹងមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាបងផលគាត់បាននិយាយថានៅក្នុងឆ្នាំ2012កាលនោះបងផលគាត់ជាអ្នករត់ឡានឈ្នួលពីភ្នំពេញទៅកំពង់ចាមពីកំពង់ចាមមកភ្នំពេញវាដូចជាយើងវិលល្ងាចបងប្អូនបងផលគាត់បានរត់ឡានឈ្នួលនោះរយៈពេលបាន6ខែហើយគាត់ថានៅថ្ងៃមួយពេលដែលគាត់ត្រឡប់មកពីភ្នំពេញវិញគាត់ថានៅពេលហ្នឹងគឺម៉ោងចូល6ល្ងាចបងប្អូនគាត់គឺធ្វើដំណើរកាត់ផ្លូវលំមួយគឺផ្លូវហ្នឹងគឺសំដៅទៅផ្ទះរបស់គាត់ថាប្រហែលជាចូល5គីឡូទៀតគឺនឹងដល់ផ្ទះរបស់គាត់ហើយគាត់ថានៅបណ្ដោយផ្លូវលំហ្នឹងគឺមានដើមជ្រៃមួយបងប្អូនដើមជ្រៃក្រឹមដល់សែនធំនៅជាប់ចិញ្ចើមផ្លូវហើយដើមជ្រៃក្រឹមហ្នឹងគឺមានមែកសាខាហ្នឹងគឺវាជ្រេមកផ្លូវដល់អញ្ចឹងកន្លែងផ្លូវហ្នឹងនៅពេលយប់គឺវាល្ងិតបងប្អូនល្ងិតស្លុបហ្មងបើមិនមានភ្លើងឡានឬក៏ភ្លើងម៉ូតូទេគឺមើលមិនឃើញអ្វីទាំងអស់បងប្អូនគឺល្ងិតស្លុបពេលហ្នឹងបងផលគាត់បានធ្វើដំណើរមកដល់កន្លែងហ្នឹងបងប្អូនហើយភ្លើងឡានរបស់គាត់ក៏បានបញ្ចាំងទៅផ្លូវតែក៏បានជះទៅចំកន្លែងគល់ដើមជ្រៃក្រឹមហ្នឹងក៏បានឃើញស្ត្រីម្នាក់បងប្អូនគាត់ថាឃើញស្ត្រីម្នាក់ហ្នឹងគឺអង្គុយចកុកបងប្អូនអង្គុយម្នាក់ឯងនៅក្រោមដើមជ្រៃហ្នឹងហើយគាត់ថាស្ត្រីម្នាក់ហ្នឹងគឺមានសក់វែងបងប្អូនគឺតម្លាក់សក់គឺក្រោបចំហៀងមុខស្ងួតទាំងសងខាងចំហៀងមុខគឺបាំងគឺមើលមុខមិនច្បាស់ទេបងប្អូនហើយពេលហ្នឹងបងផលគាត់ប្រុងនឹងឈប់ឲ្យបងប្អូនប្រុងនឹងឈប់ដើម្បីសួរថានារីម្នាក់ហ្នឹងគាត់កើតអីតែបងផលគាត់បើកទៅបានបន្តិចទៅគាត់គិតមើលថាចំស្មានហ្នឹងកន្លែងហ្នឹងគឺមិនសមថាមានមនុស្សស្រីណាមកអង្គុយទេគាត់ក៏បានឈប់ឡានដែរគាត់ប្រុងនឹងថយក្រោយទៅវិញហើយតែគាត់ពិចារណាទៅគឺមិនស្រួលគាត់ក៏បានបន្តដំណើរទៅមុខទៀតបងគាត់ក៏បានបន្តដំណើរទៅមុខទៀតទៅដល់ផ្ទះរបស់គាត់ក៏បានយករឿងនោះប្រាប់ប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់ក៏ប្រាប់ថាមិនមែនជាមនុស្សទេគឺជាខ្មោចហើយកន្លែងហ្នឹងស្មានដែរគឺមិនមានមនុស្សទេហើយបងផលគាត់គិតថាកន្លែងតំបន់ហ្នឹងគឺមិនមានផ្ទះប្រជាជនទេបងគឺដាច់ស្រយាលទើបតែមានវាថាធ្វើតែ4គីឡូទៀតបានដល់ភូមិហ្នឹងជាភូមិបងផលហ្មងអញ្ចឹងកន្លែងហ្នឹងគាត់ថាมันមានមនុស្សស្រីឬក៏មនុស្សប្រុសណាអាចមកអង្គុយនឹងបានទេព្រោះបើមនុស្សហ្នឹងក៏មនុស្សវាចាត់ព្រាត់ដែរឬក៏មនុស្សពង្វេងផ្លូវឬក៏មនុស្សមានរឿងរ៉ាវអ្វីមួយបងផលក៏បានប្រាប់រឿងដល់ប្រពន្ធរបស់គាត់ក៏បានប្រាប់ថាឲ្យបងផលនឹងប្រុងប្រយ័ត្នអាចមាននឹងគេដូចថាបើមិនមានវិញ្ញាណទេ
ខ្លាចមាននឹងមនុស្សស្រីនៅគេដាក់តែគេធ្វើជាអង្គុយម្នាក់ឯងទៅដល់យើងចោះទៅសួរនាំទៅនឹងមានគ្នារបស់គេចូលមកវាយដើម្បីប្លន់យកឲ្យវាយអាវ៉ាន់របស់យើងឬក៏លុយកាក់អាហ្នឹងក៏គួរប្រុងប្រយ័ត្នដែរព្រោះគាត់ថាផ្លូវហ្នឹងគឺសម្បូរចោលក៏មានដែរបងប្អូននៅក្នុងឆ្នាំហ្នឹងបងផលក៏ចាប់ដើមប្រុងប្រយ័ត្នបងផលគាត់ដល់លើប្រពន្ធរបស់គាត់5អញ្ចឹងទៅគាត់ក៏ចាប់ដើមប្រុងប្រយ័ត្នស្អែកឡើងបងផលក៏បានក្រោកពីព្រលឹមបងព្រោះឡានរបស់គាត់ថាពេលព្រលឹមត្រូវទៅដល់បេនទីរំខាត់កំពង់ចាមទៅដល់បេនឡើយហ្នឹងដើម្បីចាំយកភ្ញៀវដើម្បីដឹកទៅភ្នំពេញហើយដឹកពីភ្នំពេញហ្នឹងវិលមកកំពង់ចាមវិញពេលល្ងាចទៀតអាហ្នឹងគឺគាត់ថាវិលទៅវិលមកពេលហ្នឹងបងផលក៏បានក្រោកប្រយុទ្ធប្រហែលម៉ោង4ម៉ោង4ទៀតភ្លឺគាត់ក៏បានបើកឡានចេញមកកន្លែងនឹងផ្លូវនឹងដែរបងផ្លូវហ្នឹងជាផ្លូវរបស់ផ្លូវចេញពីផ្ទះគាត់មកដើម្បីសំដៅទៅទីរំខាត់កំពង់ចាមlạiផ្សារពេលដែលបងផលបើកមកដល់កន្លែងហ្នឹងមកគាត់ថាចូល 4:75 ហើយវានៅស្រាំងវាចូលស្រាំងតិចហើយពេលហ្នឹងបងប្អូនហើយគាត់ក៏បានមកដល់កន្លែងដើមជ្រៃនឹងទៀតបងប្អូនពេលហ្នឹងក៏បានឃើញស្ត្រីម្នាក់ទៀតបងប្អូនស្ត្រីម្នាក់ហ្នឹងគឺផ្សេងពីស្ត្រីដែលនៅយប់មិញណាផ្សេងគ្នាស្ត្រីម្នាក់ហ្នឹងគឺមានបង្វិចខោអាវបងប្អូនមានបង្វិចខោអាវមកបង្វិចហើយស្ត្រីម្នាក់ហ្នឹងគឺបានឈរបក់ដៃហៅគាត់បក់ដៃហៅឡានហើយបងផលក៏បានគាត់បើកហួសបងប្អូនគាត់បើកហួសវាយចូល 4-10 ម៉ែត្រ 20 ម៉ែត្រហើយគាត់ក៏បានថយក្រោយវិញពេលដែលគាត់ថយក្រោយវិញគាត់ក៏បានមើលកញ្ចក់បងប្អូនគាត់មើលកញ្ចក់របស់គាត់ដើម្បីឲ្យចាយឡានថយដើម្បីយកនារីម្នាក់ហ្នឹងព្រោះគាត់ស្មានថាមនុស្សមិនមែនខ្លាញ់ថាវិញ្ញាណទេព្រោះវគ្គហ្នឹងគាត់ឃើញមានបំបាច់អីត្រឹមត្រូវពេលដែលគាត់អាយ៉ាយទៅក្រោយបងអាយ៉ាយទៅក្រោយគាត់មកមើលកញ្ចក់បងកញ្ចក់ចំហៀងឡានណាកញ្ចក់ចេះចំហៀងឡានអញ្ចឹងណាពេលហ្នឹងគាត់ក៏បានឃើញស្ត្រីម្នាក់ហ្នឹងគឺមិនមានជើងបងប្អូនគឺជើងរបស់គាត់មានបងប្អូនបុរសយើងមនុស្សយើងគឺមានជើងបងមានជើងដើម្បីដើរហើយនារីម្នាក់ហ្នឹងគឺមិនមានជើងទេតែកជើងឡើងមកលើបងប្អូនបាតជើងអីគាត់មានទេអញ្ចឹងបងផលហ្នឹងក៏គាត់ឃើញថាមិនស្រួលគាត់ក៏មិនអាយ៉ាយឡានទៅក្រោយបងគាត់ក៏បើកឡានដាក់លេខទៅមុខវិញគាត់មិនយកទេបងគាត់ទៅមុខត្រយទៅមកទៅព្រោះដំបូងគាត់បង្ឈប់បងបងថយក្រោយដើម្បីយកស្ត្រីម្នាក់ហ្នឹងដើម្បីជាម៉ួយដំបូងដើម្បីធ្វើដំណើរទៅបេននៅឯនៅក្រុងនៅឯទីរំខាត់កំពង់ចាមតែពេលគាត់អាយ៉ាយឡានហ្នឹងគាត់មើលតាមកញ្ចក់ទៅមើលទៅក្រោយទៅគឺមិនឃើញស្ត្រីហ្នឹងមានជើងនេះបងអញ្ចឹងគាត់ថាមនុស្សយើងគឺមានជើងហើយនេះមិនមែនជាមនុស្សទេជាស្ត្រីយប់មិញដែលលើបន្លាចគាត់នៅសារហើយពេលហ្នឹងបងផលក៏បានបន្តដំណើរទៅមុខគឺមិនបានយកស្ត្រីហ្នឹងទេក៏បានបន្តដំណើរទៅមុខហើយពេលហ្នឹងបងផលគាត់តាំងពីយប់មិញមកដល់ឥឡូវហ្នឹងគឺនៅភ័យដែរហើយយប់មិញភ័យហើយពេលព្រឹកឡើងជួបរឿងទៀតគឺគាត់កាន់តែភ័យបងប្អូនហើយពេលដែលគាត់ទៅដល់បេនបងប្អូនទៅដល់បេនរបស់គាត់នៅឯទីរំខាត់កំពង់ចាមគាត់ក៏បានខលរឿងហ្នឹងប្រាប់ប្រពន្ធរបស់គាត់គឺតែទូរស័ព្ទហ្នឹងក៏បានប្រាប់រឿងរ៉ាវថាគាត់បានជួបខ្មោចទៀតនៅកន្លែងដើមជ្រៃហ្នឹងហើយគាត់ក៏បានប្រមូលភ្ញៀវបានចិត្តពេញហ្នឹងបងប្អូនហើយប្រពន្ធរបស់គាត់ក៏បានផ្ដាំថាប្រហែលជាសូយបែបគឺប្រពន្ធរបស់គាត់ហៅបងផលថាបែអើយមិនស្រួលទេបើជើងជួបរឿងប្រោមិនល្អអញ្ចឹងបែអាចត្រឡប់មកផ្ទះវិញសិនទៅឬក៏ទៅរកលោកអីស្រោចទឹកបដោះសន្នសិនទៅព្រោះរឿងហេតុហ្នឹងដែលយើងជួបញឹកញយពេកវាអាចឲ្យយើងគ្រោះថ្នាក់ឬក៏សូយហើយបងផលគាត់គិតថាវាខ្លាចខកដំណើរគេព្រោះថាគាត់ត្រូវដឹកភ្ញៀវទៅភ្នំពេញព្រោះវិចិត្រគ្រប់បងប្អូននឹងខ្វះ2នាក់ទៀតគ្រប់ដើម្បីចេញទៅភ្នំពេញពេលហ្នឹងគឺបងផលរៀបនឹងចាញ់បងប្អូនរៀបនឹងចាញ់វាខ្វះ2នាក់ក៏មានភ្ញៀវម្នាក់ទៀតជាប្រសង់ភ្ញៀវម្នាក់ទៀតគឺជាប្រសង់ក៏បាននិមន្តមកដើម្បីទៅភ្នំពេញហើយពេលហ្នឹងបងផលហ្នឹងក៏គាត់បានគិតថាគាត់វាមិនស្រួលមានប្រផ្នូលមិនល្អគាត់អាសាឃើញវិញ្ញាណខ្មោចអញ្ចឹងក៏បានឲ្យប្រសងហ្នឹងគង់អង្គុយនៅ
ก็บินจำนวนกอดโปรกอดกระทาประสองคือกอดมีสัลจังคืออายกาปีจุยกอดมากำลังได้เป็นนั้นลาหลวงพ่อคือคว้าตามมันเนี่ยเทียมบนปูประสองมือมวยเฮ้ยอ่างเฮ้ยในความเนี่ยเตียนแต่เป็นนั้นหลวงพ่อก็ตามหายเตียนมันเนี่ยนั่งก็อ่อนแต่กอดน้ำใจไงเป็นนั้นหลวงพ่อกับบานใจยำนาตือเป็นแล้วก็ใจยำนาตือกอดกับบานในสำนักจะมาประสองถ้ากอดมาสอนมันยังปรักมันยังก็ทัศน์เคยมีเงินเอาไว้ใส่พลายในกราวน้ำใจหาประสองนั้นก็มันแม้นจีประสองในจ้าภาษาประมาณนี้แต่ประสองนั้นก็เดี๋ยวก็ดังอ่ะบนก็ทรเรียนมนกรมหรือก็เป็นไรใส่ก็ดังทางพอแล้วมีกลัวประสองมันนั่งมองนั้นก็บานในยัยทันเจทันโยมไอไปได้จังลานังเฮาทั้งไงจันนะไงจันตะกราวนึงโยมมาจะสลายตักเตยหรือก็โสดมุนเราไม่บอกกูจังไรเตยแต่ในทั้งไงนั้นจะมาทำมาเธอจีจวนเอาปีนั้นประสองนั้นก็บานกุยจานลอยจวนนั้นในเรือลานะผมก็บานจาจวนในเรือลานั้นเราไม่ตกอ้อยบงพอแล้วก็กาเปียกล้นมันดอสอนสันโปรโลกนั้นกอดอาจคือดังทางเมียนขมาเย็นขมานั้นตามมาจีบงพอเราไม่ยังพอกรุธนะบงพ่อก็กอดนักเคยทำประสองมันนาก็เหาะทั้งปนประสองกอดเนี่ยกันโตรตรงสันละก่อนในยัยเปียนะก็จีเปียได้สมอตรองได้บงพ่อก็กอดบานตัวจีย้อนปีประสองมองนั้นได้ด่างกงในลานบกอดนะก็บานตัวเฮ้ยบงพ่อก็บานกอดบานมันตัวลานมันตัวปัจจัยได้ทลายจีลานั้นก็กอดมันบานตัวได้คือกอดประเกินจุนประสองหนึ่งบิงนำบรรยากาศออกก้นในประสาทมองนั้นบานใส่จีจวนจุดหมายกดการปีคลุ้มประตาสันหาประสาทนั้นก็บานเลียบงพอยิงตือดอกลำเป็นยังก็บานเจงพีบงพอตือในมณฑลอะไรในประสาทตือกงตือบงพอกดบานจวนหนึ่งเฮากดกับบานบริเวณอารามทาเรียงทูตรุงติบงพลมาเสพยะในสามประสาทบานประโยชน์ทาก่อนเป็นครูแมนแต่ประสองกับบานจ่าจีจวนมุ้ยดำไปตัวกอดกาไปยังบรรดาสันเอาในทางจันกร้อยก็เตยแต่ตือสลายตักหรือก็สดม้วนบรรดาครูvà mình chẳng thế nằm bên cru thúng cả láng mà ru cọt bông pho có đo ngày chăn vườn đo ngày chắn có các bạn para papun bạc cọt ao từ niệm môn prasang rồi có tà cha dây buồn param nhé đâm mày mà sốt muốn mình đọc luôn thì bạc cọt về đã có sốt muốn mình đọc rồi tới có thua đầm nào tam plei nắng á bông có các bạn chụpก็ชกอะไรดาวมาเจริญบนจิตกรรมนั้นก็กำลังชกว่าก็โยสำนัยได้ก็บันติงตกหายปรากฏทาไปได้ก็ทวดำนาไปนั้นก็สาเคยมีเย็นขมาวจังก็กำลังติงจิตสำนัยมันติงตัวตกสารกันหลายหนึ่งดาวมาช่วยกาเปียกอดวิ่งปรากฏบ้านโซนบนบนดอกรู้รู้หายแต่ก็เตรียมจิตสำนัยตัวติงมันตัวดาวมาโยมาทวายกันหลายหนึ่งไปนั้นบางพ่อก็บ้านโยสนายนั้นมาใส่อะไรหนึ่งใส่นั้นก็กับบ้านใหญ่ยมทามาเถื่อก็บ้านกระไรซอกบ้านดีจำร้านก็หนึ่งปักกินจีประสานมุ้ยดำอ้อยเนื้อไทยสร้างอะไรหนึ่งบางพ่อก็บ้านสัญญาจังไปนั้นบางพ่อบ้านสัญญาเฮ้ยตั้งไปทั้งไงลงเมื่อบางพ่อก็จะแต่เราซีต้องจะแต่จำลองจำร้านจะแต่เราซีจำร้านจะแต่มีนาเตจนมาชีลาบอกก็จานในจานตื้อเอามันใส่จูบไปยินหรือก็ไปเส้นต่อติดบางพ่อคนนักเคยทาประหายกาบอลซอนบักกอดแล้วก็บอลซอนก็หลายดามเฉยนึงทาเบอร์กอดบอลซอนก็มากอดเคยอย่างไปนึงเฮ้ยก็มาเคยไปยินอย่างไปนึงก็หลายดามเฉยนึงเอาไปช่วยกอดจำลองจำร้านกอดนำบักเกนจีประสาทมุ้ยนึกหลายดามเฉยนึงไปนึงบางพ่อก็กอดมันพลิกทาปิสันไดหรือก็เลียมอลเลกอร์บักกอดได้กอดกับบานสันซอมลอยติงประสาทมวยคือจีประสาทหมอเอากับบานเอาเชียงนึงโยมาดักอะไรหนึ่งตัวเชียงเอากับบานหาตาจ้ามาอุปกรณ์นำไปโยสำแนนมาไอ้มาฉลองตัวยืงดักอาสนะหรือก็ดักประสาทดักหลายนามวยยืงคอมเพล็กซ์ไซน์หรือก็นิ่ม
ហើយតាអាចារ្យដើម្បីមកឧបកិច្ចនិយាយលាមន់លេកដើម្បីឲ្យយើងនឹងបានក្តីសុខពេលដែលបងផលគាត់បានវាថាគាត់បានដាក់ជាប្រាសាទកន្លែងដើមជ្រៃនឹងហើយគាត់ក៏បានប្រាប់តាអាចារ្យឧបកិច្ចនឹងសានព្រាននិយាយលាមន់លេករួចបងផលទៅដល់ផ្ទះវិញគឺវាថាគាត់បានត្រូវគេសងលុយបងប្រពន្ធរបស់គាត់នឹងគាត់ឲ្យគេខ្ចីបាច់ចូល$5,000ពេលដែលគាត់វាថាគាត់ដាក់អាភាសានឹងហើយក៏ម្ចាស់បំណុលហ្នឹងដូចជាវាថាទុនចិត្តអាណិតបងផលបងប្អូនក៏បានយកលុយ$5,000ដែលគេចាពាក់ហ្នឹងមកសងប្រពន្ធបងផលពេលដែលផលបងផលត្រឡប់ទៅដល់ផ្ទះវិញគឺម្ចាស់ហ្នឹងក៏បានយកលុយនោះមកសងរួចទៅហើយបងដូចចាប់បន្ទុនចិត្តហ្នឹងបងបន្ទុនចិត្តអ្នកចាពាក់ហ្នឹងឲ្យទុនចិត្តហ្នឹងយកលុយយកកាក់មកសងយើងបងវាថាគេទៅបន្ទុនប្រទៀបចិត្តធ្វើចិត្តឲ្យអ្នកមកចាពាក់បំណុលហ្នឹងយកលុយមកសងបំណុលប្រពន្ធបងផលវិញព្រោះតែប្រពន្ធបងផលហ្នឹងគាត់នៅផ្ទះមែនតែគាត់ឆ្លៀតបងឆ្លៀតចងការប្រាក់ឬក៏រាប់លុយរាប់កាក់ឲ្យគេដើម្បីចំណេញជាកតុយតិចតួចព្រោះប្តីរបស់គាត់ជាអ្នករត់ឡានតែអញ្ចឹងគាត់ទៅការសំលុយហ្នឹងដើម្បីឲ្យចំណេញមកតង់ទៀតពេលហ្នឹងបងផលគាត់ចាប់ដើមរកស៊ីចម្រុងចម្រើនបងរកស៊ីចរការឡើងទៅឲ្យគាត់ចងការលុយហ្នឹងក៏បានច្រើនដែរពេលហ្នឹងចំណូលឲ្យគាត់ចាយកតុយបងកតុយហ្នឹងក៏វាច្រើនគួរសមដែរគាត់ក៏បានសម្រេចចិត្តថាឈប់រត់ឡានបងព្រោះគាត់ថាមុខរបរហ្នឹងវាគ្រោះថ្នាក់គាត់ថាថ្ងៃណាគាត់ប្រហែសទៅបានគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងគាត់ក៏បានឈប់រត់ឡានទៅក៏ចាប់ដើមបើករកស៊ីនៅមុខផ្ទះវិញគាត់ក៏ចាប់ដើមបើកមុខរបរជាចាប់ហួយតូចមួយល្មមបងហើយគាត់បោះអីវ៉ាន់បោះដុំដូចជាបោះសម្ភារៈដូចជាប៊ីយ៉ាឬក៏អង្គឬក៏សម្ភារៈនំន័យអ្វីផ្សេងដើម្បីបោះដុំឲ្យតូបចាប់ហួយផ្សេងទៀតពេលហ្នឹងគាត់រកស៊ីហ្នឹងក៏ចាប់ដើមរីកទៅបងដូចថាសើយអស់ពីសើយទៅវាចូលលៀបម្ដងបងលៀបហ្នឹងដូចថាលៀបមកពីវិញ្ញាណខ្មោចតែយើងបានសែនឲ្យគេឬក៏យើងថ្វាយជាប្រាសាទឲ្យគេអញ្ចឹងគេផ្ដល់ផលប្រយោជន៍យើងវិញដែរព្រោះថាផ្លូវល្ងិតបើយើងគោរពគេក៏គោរពយើងដែរដូចជាមនុស្សយើងធម្មតាអញ្ចឹងយើងគោរពគេតាមគេទៅគេក៏តាមជួយយើងវិញដែរអានឹងគឺមួយយ៉ាងដែរបងផលក៏គិតថាពេលហ្នឹងបើគាត់មិនបានសែនព្រេនលាមាត់លាកឬក៏មិនបានធ្វើអ្វីទាំងឡាយហ្នឹងទេប្រហែលជាគាត់មិនបានផលដល់សប្តាហ៍ថ្ងៃទេវាមិនបានផលប្រយោជន៍មានបានในសប្តាហ៍ថ្ងៃអានេះជាការដឹងគុណមួយដែរពេលហ្នឹងបងផលក៏បាននឹកឃើញថាគាត់វាធូរធាហើយធូរធារីចម្រើនណាគាត់ក៏បានជួជាងឲ្យទៅសាងសង់ជារៀបអិតហ្នឹងបងរៀបអិតជុំវិញដើមជ្រៃហ្មងជ្រឹមហ្នឹងរៀបអិតជុំវិញហ្នឹងហើយចាក់សាបឲ្យស្អាតបាតឲ្យធ្វើជាប្រាសាទឲ្យធំជាងមុនទៀតបងប្រាសាទធ្វើជាធំជាងមុនទៀតហើយប្រាសាទចាស់ហ្នឹងក៏មិនយកទៅណាដែរគឺຕົកនៅចិត្តហ្នឹងដែរតែគ្រាន់តែយើងសាងសង់ប្រាសាទឲ្យធំជាងមុនទៀតណាមុនយើងទិញប្រាសាទយកមកដាក់វគ្គនេះក៏អត់ទិញទេគឺឲ្យជាងហ្នឹងធ្វើនៅនឹងឲ្យធំហ្មងធំជាងមុនបន្តិចទៀតតម្លឹងឲ្យស្អាតបាតដល់អញ្ចឹងការរកស៊ីរបស់គាត់គឺកាន់តែរីកចម្រើនបងព្រោះថាគាត់ដឹងគុណដល់វិញ្ញាណដែលគេថែសារនៅហ្នឹងដល់អញ្ចឹងគេនឹងក៏ជួយឲ្យគាត់រកស៊ីរីកចម្រើនកាន់តែខ្លាំងអាហ្នឹងជាការអរគុណរបស់គេដែរតែនៅពេលហ្នឹងបងប្អូនកន្លែងហ្នឹងក៏វាចាប់តាមអភិវឌ្ឍបងវាចាប់ដើមគេទិញដីឡូម្ដុំជួរហ្នឹងគាត់ហ្នឹងគេចាប់ដើមទិញដីម្ដុំហ្នឹងទៅទិញដីម្ដុំគេក៏បានឈូសឆាយម្ដុំហ្នឹងព្រៃស្អាតបានទៅគេក៏បានចាក់ជាខ្នល់ហ្មងចាក់ជាខ្នល់បេតុងណាខ្នល់បេតុងហ្នឹងគឺ8ម៉ែត្រតែខ្នល់បេតុងផ្លូវហ្នឹង8ម៉ែត្រប្រជាជនក៏ចាប់ដើមមកទិញដីម្ដុំហ្នឹងនៅបងព្រោះថាពេលហ្នឹងផ្លូវហ្នឹងវាស្អាតបានទៅក៏ប្រជាជនគេចាប់ដើមទិញដីហ្នឹងនៅជាច្រើនទៅហើយគាត់ថាម្ដុំហ្នឹងគឺចាប់ដើមមានផ្ទះច្រើនបងបាយចូលចង់100ផ្ទះមកជួលផ្លូវហ្នឹងពីមុនគឺស្ងាត់ទេពេលចំនួនក៏រត់ឡានហ្នឹងគឺនៅស្ងាត់ទេបងតែដល់សប្តាហ៍ថ្ងៃហ្នឹងផ្លូវហ្នឹងគេបានអភិវឌ្ឍ
គេចាក់ជាផ្លូវបេតុងហើយក៏មានប្រជាជនឬក៏មានក្រុមហ៊ុនគេធ្វើជាដីឡូអញ្ចឹងផ្លូវហ្នឹងចាប់ដើមមានប្រជាជនរស់នៅច្រើនជាងមុនហើយចំណាយគាត់វិញបំផលគាត់ក៏រកស៊ីចំណងយ៉ាងដល់សពថ្ងៃហ្នឹងបងរាល់ថ្ងៃហ្នឹងគាត់មិនថាគាត់មានខ្លាំងទេបងគាត់ថាគាត់សមរម្យអាចនឹងរស់បានស្រួលតែគាត់ថាមិនស្រួលប្រហែលទេបងគឺរកស៊ីអីវ៉ាន់បោះដុំហ្នឹងក៏ហត់ដែរបងព្រោះយើងត្រូវកត់បងកត់ចំនួនចេញចំនួនចេញហ្នឹងចំនួនចូលព្រោះសម្ភារៈរបស់យើងគឺចេញចូលរាល់ថ្ងៃអីវ៉ាន់ណាអញ្ចឹងគឺវាហត់ដែរតែគាត់ក៏បានជួកម្មករពីរនាក់ដែរដើម្បីជួយមានអ្នកខ្លះជួយកត់ចំណូលចំណាយអ្នកខ្លះជួយកត់ជួយលើកអីវ៉ាន់ដាក់ឲ្យភ្ញៀវអញ្ចឹងការរកស៊ីរបស់គាត់គឺល្អដែរតែគាត់តែវាហន់តិចបងប្អូនការរកស៊ីមួយគឺវាសិតតែហត់ទាំងអស់អ្នកខ្លះគេប្រើគំនិតមិនប្រើកម្លាំងទេតែវាហត់ដូចគ្នាអញ្ចឹងសាច់រឿងរបស់បងផលគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំក៏សូមអរគុណបងផលគាត់បានចែករំលែកជាសាច់រឿងរបស់គាត់មកឲ្យខ្ញុំដែរហើយរឿងនេះជារឿងពិតបងប្អូនមិនមែនខ្ញុំចេះតែនិយាយបន្ថែមបន្ថយទេបងផលក៏និយាយថាគ្រួសាររបស់គាត់ពិតជាមានមែនដោយសារតែវិញ្ញាណខ្មោចតែមកបង្ហាញហ្នឹងតែដំបូងជាគ្រោះទេបងប្អូនតែយើងបានសូត្រមន្តសូត្រអីបណ្ដោះគ្រោះហើយយើងបានសែនសំណែនឬក៏ធ្វើជាភាសាឲ្យគេទៅជាដឹងគុណយើងវិញដំបូងគេស្អប់យើងទេបងប្អូនពីដើមដំបូងគេស្អប់យើងទេជាចង់លើបន្លាចយើងធ្វើបាបយើងឲ្យគ្រោះថ្នាក់តែដែលយើងដឹងខ្លួនយើងប្រុងប្រៀបវាប្រែជាលៀបវិញបងប្អូនអានេះសំណាងមនុស្សគឺមើលមិនឃើញបងប្អូនតែទើបតែយើងនឹងដឹងគុណគេដែរបងមិនមែនយើងល្មើសគុណគឺមិនបានទេទោះវិញ្ញាណខ្មោចក៏គេធ្លាប់ជាមនុស្សដូចយើងដែរគេចេះមានល្អមានអាក្រក់ដែរអាហ្នឹងគឺអញ្ចឹងបងប្អូនណាអញ្ចឹងនៅក្នុងរាត្រីថ្ងៃហ្នឹងសាច់រឿងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំនឹងខំស្វែងរករឿងដែលរន្ធត់និងព្រឺព្រួចដើម្បីយកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងរាត្រីបន្តទៀតអញ្ចឹងនៅក្នុងរាត្រីថ្ងៃហ្នឹងខ្ញុំក៏សូមអរគុណនិងសូមជម្រាបលាបងប្អូន